ពីសម្បត្តិបើជាមួយខ្ញុំនៅកូរិនថូសខ្សែទី1ចំពុក1ខ26រហូតដល់ខ29អោបងប្អូនអើយអ្នករាល់គ្នាឃើញថាក្នុងពួកអ្នកដែលទ្រង់បានហៅមិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាមឬច្រើនអ្នកមានអំណាចនិងច្រើនអ្នកដែលមានត្រកូលខ្ពស់នោះទេព្រះទ្រង់បានរើសពួកល្ងងនៅលោកីយ៍នេះដើម្បីនឹងធ្វើឲ្យពួកអ្នកប្រាជ្ញមានសេចក្តីខ្មាស់វិញទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស់ហើយទ្រង់បានរើសពួកទៀបថោកនៅលោកីយ៍នេះនិងពួកអ្នកដែលគេមើលងាយព្រមទាំងរបស់ដែលគ្មានផងដើម្បីនឹងលើកចោលរបស់ដែលមានចេញប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួននៅចំពោះព្រះឡើយសូមបាទអធិដ្ឋានជាមួយខ្ញុំមុនពេលដែលយើងរៀនព្រះបន្ទូលទ្រង់នៅថ្ងៃនេះបិតាដែលគង់នៅឋានសួគ៌គុណអរគុណព្រះជាម្ចាស់នៅថ្ងៃនេះដែលគុណមានឱកាសជួបជុំគ្នាដើម្បីសិក្សាព្រះបន្ទូលទ្រង់បងហើយសូមបងទ្រង់បើកសម្ដែងឲ្យគុណបានយល់នៅក្នុងព្រះបន្ទូលដែលគុណត្រូវសិក្សាជាមួយគ្នានៅថ្ងៃនេះគុណទូលថ្វាយក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែននៅថ្ងៃនេះយើងនឹងរៀនព្រះបន្ទូលព្រះអង្គនៅមេរៀនមួយព្រះប្រើមនុស្សសាមញ្ញឲ្យធ្វើការវិសាមញ្ញហេតុអីបានជាព្រះជាម្ចាស់ទ្រង់អាចប្រើមនុស្សសាមញ្ញឲ្យធ្វើការធំបងប្អូនអើយបើសិនជាបងប្អូនមើលនៅក្នុងព្រះគម្ពីរបងប្អូននឹងឃើញមនុស្សសាមញ្ញមួយចំនួនដាវីតជាអ្នកគង្វាលជាមអេលីសេជាកសិករនាងអេសធើជាកុមារកំព្រាលោកម៉ូសេជាអ្នកគង្វាលលោកយូហានយ៉ាកុបអង់ត្រេពេត្រុសជាអ្នកនេសាទបងប្អូនឃើញមនុស្សសាមញ្ញទាំងអស់នេះត្រូវបានព្រះអង្គទ្រង់ប្រើធ្វើការធំនៅថ្ងៃនេះយើងនឹងរៀនថាតើហេតុអ្វីបានជាព្រះអង្គប្រើមនុស្សសាមញ្ញឲ្យធ្វើការវិសាមញ្ញឬក៏ធ្វើការធំបានចំណុចទី1ព្រោះទ្រង់ធំជាងអតីតកាលរបស់យើងព្រះអង្គទ្រង់ដឹងអំពីអតីតកាលរបស់លោកម៉ូសេអតីតកាលរបស់ម៉ូសេលោកជាឃាតករលោកជាពិរុទ្ធជនលោកជាឧក្រិដ្ឋជនប៉ុន្តែព្រះអង្គទ្រង់បានប្រើលោកហេតុអីបានព្រះអង្គអាចប្រើលោកម៉ូសេបានពីព្រោះព្រះអង្គជ្រាបអំពីសេចក្តីកំសោយរបស់ម៉ូសេព្រះអង្គទ្រង់ធំជាងអតីតកាលរបស់លោកម៉ូសេនៅក្នុងគម្ពីរយេរេមៀចំពុក1ខ5ចែងថាមុនដែលអញបានជប់បង្កើតឯងនៅក្នុងពោះម្ដាយនោះអញបានស្គាល់ឯងហើយកាលមុនដែលឯងសម្រាលចេញពីផ្ទៃនោះអញបានញែកឯងជាបរិសុទ្ធផងក៏បានតាំងឯងឡើងជាហោរាដល់អស់ទាំងសះនៅក្នុងខគម្ពីរនេះព្រះអង្គមានបន្ទូលទៅយេរេមៀថាមុនដែលលោកកើតចេញពីផ្ទៃម្ដាយមកព្រះអង្គទ្រង់ស្គាល់លោករួចទៅហើយនេះជាបុព្វញ្ញាណរបស់ព្រះដែលយើងជឿព្រះអង្គទ្រង់សពញ្ញញ្ញាណព្រះអង្គជ្រាបមុនពេលដែលយើងសម្រាលចេញពីផ្ទៃម្ដាយមកម្លេះបងប្អូនអើយព្រះអង្គទ្រង់ស្គាល់ព្រះអង្គទ្រង់ជ្រាបអំពីអតីតកាលរបស់អស់លោកបងប្អូនអស់លោកបងប្អូនដែលបានជឿព្រះអង្គហើយអស់លោកបងប្អូនដែលកំពុងតែបម្រើព្រះអង្គស្គាល់ពីអតីតកាលរបស់បងប្អូនមិនបាច់ប្រាប់អ្នកដទៃក៏ព្រះអង្គទ្រង់ស្គាល់ព្រះអង្គជ្រាបរួចទៅហើយប៉ុន្តែកាលណាព្រះអង្គទ្រង់ប្រើយើងហើយព្រះអង្គឲ្យយើងធ្វើការធំបានអាមែនព្រះអង្គឲ្យយើងធ្វើការធំបានពេលខ្លះយើងតែងតែគិតថាព្រះអង្គនឹងប្រើមនុស្សខ្លាំងមនុស្សធំមនុស្សអស្ចារ្យមនុស្សមានប្រាជ្ញាមនុស្សមានចំណេះដឹងខ្ពស់បើតាមពិតព្រះអង្គមិនចង់ប្រើមនុស្សប្រភេទនេះទេបងប្អូនដឹងមូលហេតុអី
មូលហេតុអីដែលព្រះអង្គទ្រង់មានប្រើមនុស្សដែលខ្លាំងមនុស្សដែលធំមនុស្សដែលអស្ចារ្យមនុស្សមានប្រាជ្ញាមនុស្សមានចំណេះដឹងខ្ពស់មូលហេតុអីមូលហេតុដែលព្រះអង្គទ្រង់មានប្រើអ្នកទាំងអស់នេះពីព្រោះព្រះដែលយើងជឿព្រះអង្គធំរួចទៅហើយព្រះអង្គអស្ចារ្យរួចទៅហើយព្រះអង្គមានប្រាជ្ញារួចទៅហើយព្រះអង្គមានប្រាជ្ញាញាណមានចំណេះដឹងរួចទៅហើយរឿងអីដែលព្រះអង្គត្រូវប្រើមនុស្សដែលអស្ចារ្យរឿងអីដែលព្រះអង្គត្រូវប្រើមនុស្សដែលធំរឿងអីដែលព្រះអង្គត្រូវប្រើមនុស្សដែលមានចំណេះដឹងមានប្រាជ្ញាហូរហៀពីព្រោះព្រះដែលយើងជឿព្រះអង្គមានប្រាជ្ញារួចទៅហើយមានចំណេះដឹងរួចទៅហើយព្រះអង្គធំអស្ចារ្យរួចទៅហើយព្រោះព្រះអង្គទ្រង់ជាព្រះអធិការនៅលើផែនដីនេះកាលណាយើងនិយាយអំពីក្រុមហ៊ុនមួយកាលណាយើងនិយាយអំពីរោងចក្រមួយបើគេចង់ជួលមនុស្សឬក៏ចង់ប្រើមនុស្សគេមិនប្រើមនុស្សសាមញ្ញទេគេមិនជួលមនុស្សសាមញ្ញមនុស្សតូចតាចទេដឹងគេជួលអ្នកណាជួលអ្នកដែលជំនាញបាញ់កំភ្លើងគេជួលមនុស្សដែលមានមាឌធំសាច់ដុំធំគេជួលអ្នកប្រាជ្ញគេជួលឬក៏គេប្រើមនុស្សដែលខ្លាំងមូលហេតុអីបានគេត្រូវការមនុស្សខ្លាំងមនុស្សមានប្រាជ្ញាមនុស្សដែលស្ទាត់ជំនាញមូលហេតុអីពីព្រោះអ្នកក្រុមហ៊ុនទាំងអស់នោះគេមិនមែនជាមនុស្សដែលមានលក្ខណៈបែបហ្នឹងដល់គេអត់មានលក្ខណៈបែបហ្នឹងបានជាគេត្រូវការមនុស្សដែលមានប្រាជ្ញាគេត្រូវការជួលមនុស្សដែលមានចំណេះដឹងគេត្រូវការមនុស្សដែលមានមាឌធំហើយខ្លាំងហើយគេត្រូវការមនុស្សដែលជំនាញខាងកាន់អាវុធដើម្បីអីការពារគេប៉ុន្តែព្រះដែលយើងជឿព្រះអង្គអត់ត្រូវការអ្នកទាំងអស់ហ្នឹងទេព្រះអង្គត្រូវការអ្នកណាព្រះអង្គត្រូវការប្រើមនុស្សតូចតាចមនុស្សសាមញ្ញដើម្បីធ្វើការធំគឺអ្នកដែលមានចិត្តថ្វាយព្រះអង្គអ្នកដែលស្រឡាញ់ព្រះអង្គហើយខ្ញុំនិយាយនេះពុំមែនមានន័យថាអូយតែយើងតូចតាចឲ្យតែយើងជាមនុស្សសាមញ្ញព្រះអង្គទ្រង់ប្រើនោះទេអ្នកដែលស្រឡាញ់ព្រះអង្គកពីដែលខ្ញុំបានអានមិញកូរិនថូសខ្សែទី1ចំពុក1ខ26ដល់ខ29បងប្រើអ្នកណាបងប្រើមនុស្សល្ងងល្ងើដើម្បីឲ្យអ្នកប្រាជ្ញខ្មាស់បងប្រើពួកកំសោយដើម្បីឲ្យពួកខ្លាំងពូកែនឹងអៀនខ្មាស់បងប្រើអ្នកថោកទាបនៅលោកីនេះអ្នកដែលគេត្រូវមើលងាយដើម្បីឲ្យអ្នកដែលពូកែអ្នកខ្លាំងទាំងអស់នោះត្រូវមានសេចក្តីខ្មាស់ប្រយោជន៍កុំឲ្យមានអ្នកណាអួតខ្លួននៅចំពោះព្រះនោះឡើយបានជាពេលដែលយើងបម្រើព្រះអង្គយើងអត់មានអីអួតទេបងប្អូនខ្លះពេលដែលបម្រើការងារព្រះអួតខ្ញុំមុនដែលខ្ញុំបម្រើព្រះអង្គមុនដែលខ្ញុំជឿព្រះអង្គខ្ញុំមានចំណេះដឹងខ្ពស់រួចទៅហើយខ្ញុំមានសញ្ញាបត្រធំរួចទៅហើយខ្ញុំអស្ចារ្យរួចទៅហើយបើព្រះអង្គមិនប្រើខ្ញុំក៏ខ្ញុំធ្វើអីផ្សេងទៀតដែរបើបងប្អូនមានលក្ខណៈមានគំនិតបែបហ្នឹងនឹងមិនមែនជាផែនការព្រះអង្គសម្រាប់យើងទេបានជានៅក្នុងការងារបម្រើព្រះអង្គការជឿព្រះអង្គបានព្រះអង្គឲ្យយើងបន្ទាបខ្លួនទោះបីបងប្អូនមានកម្រិតបែបណាក៏ដោយព្រះអង្គឲ្យយើងបន្ទាបខ្លួននឹងឯងដែលព្រះអង្គសពហត្ថីនឹងប្រើមនុស្សសាមញ្ញធ្វើការវិសាមញ្ញធ្វើការធំសម្រាប់នគររបស់ផងទ្រង់បងប្អូនស្គាល់ពីគ្រូផ្សាយដំណឹងដល់ល្បីម្នាក់លោក Billy Graham លោក Billy Graham អ្វីដែលលោកនិយាយគឺសាមញ្ញនៅឆ្នាំ1974 Billy Graham ធ្វើកម្មវិធី Crusade មួយនៅកូរ៉េខាងត្បូងកម្មវិធីផ្សាយដំណឹងល្អមួយនៅកូរ៉េខាងត្បូងបងប្អូននឹងមានមនុស្សប្រមាណអ្នកដែលចង់ស្ដាប់លោក2លាន7សែនអ្នកមកជួបជុំគ្នាហើយលោកនិយាយសាមញ្ញពាក្យសាមញ្ញមនុស្សគាត់សាមញ្ញបន្ទាបខ្លួនមនុស្ស2លាន7សែនអ្នកឮដំណឹងល្អពីព្រះយេស៊ូវតាមរយៈ Billy Graham ក្នុងកម្មវិធីតែមួយពេលបងប្អូនឃើញអស្ចារ្យដូច្នេះព្រះអង្គទ្រង់អាចប្រើមនុស្សសាមញ្ញឲ្យធ្វើការវិសាមញ្ញមនុស្សតូចតាចឲ្យធ្វើការធំបានពីព្រោះព្រះអង្គទ្រង់ជ្រាបអំពីអតីតកាលរបស់ផងយើងរួចទៅហើយ
បងទ្រង់ធំជាងអតីតកាលរបស់ផងយើងចំណុចទី2ព្រះអង្គទ្រង់ធំជាងការដោះសាររបស់ផងយើងបើសិនជាបងប្អូនមើលនៅក្នុងនិខេមណាំងជំពូក4នៅក្នុងគម្ពីរនិខេមណាំងជំពូក4នេះលោកម៉ូសេនៅពេលដែលព្រះអង្គទ្រង់ប្រើលោកនិយាយដោះសារបងប្អូនមើលពាក្យដោះសាររបស់លោកម៉ូសេហើយព្រះអង្គទ្រង់មានបន្ទូលឆ្លើយដោយរបៀបណាហើយបើយើងមើលទៅជំពូក3បន្តិចនៅក្នុងជំពូក3ខ11លោកម៉ូសេទូលទៅព្រះអង្គដោះសារនៅចំពោះព្រះអង្គហើយនៅក្នុងជំពូក3ខ12ព្រះអង្គទ្រង់ឆ្លើយនោះម៉ូសេទូលទៅព្រះថាតើទូលបង្គំជាអ្វីដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោនហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីបមកដូច្នេះទ្រង់មានបន្ទូលតបថាអញនឹងនៅជាមួយនឹងឯងជាប្រកបកាលណាឯងបាននាំគេចេញពីស្រុកអេស៊ីបមកនោះឯងរាល់គ្នានឹងបានថ្វាយបង្គំព្រះនៅលើភ្នំនេះហើយនឹងបានជាទីសម្គាល់ឲ្យឯងដឹងថាអញនេះជាព្រះដែលបានចាត់ឲ្យឯងទៅនៅក្នុងខ13លោកម៉ូសេដោះសារទៀតហើយព្រះអង្គទ្រង់ឆ្លើយនៅខ14ម៉ូសេក៏ទូលទៅព្រះថាមើលកាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថាព្រះនៃអាយកោអ្នករាល់គ្នាទ្រង់បានចាត់ឲ្យទូលបង្គំមកឯអ្នករាល់គ្នាហើយគេទូលបង្គំថាតើព្រះទ្រង់ព្រះនាមជាអ្វីនោះតើត្រូវឲ្យទូលបង្គំប្រាប់គេដូចម្ដេចនៅក្នុងខ14ព្រះអង្គមានបន្ទូលទៅម៉ូសេថាអញជាព្រះដ៏ជាព្រះភាសាអង់គ្លេសប្រើពាក្យថា I am that I am or I am who I am រួចទ្រង់មានបន្ទូលទៅទៀតថាឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូចនេះថាព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នាពនាមព្រះអង្គ I am that I am នេះឬក៏ I am who I am នេះដែលយើងបកភាសាខ្មែរថាអញជាព្រះដ៏ជាព្រះបើយើងបកសាមញ្ញជាភាសាខ្មែរឲ្យស្រួលយល់ទៀតព្រះអង្គមានបន្ទូលថាម៉ូសេត្រូវប្រាប់កូនចៅអ៊ីស្រាអែលថាអញគឺអញមុនអញអត់មានអ្នកណាទៀតក្រោយអញអត់មានអ្នកណាទៀតព្រះអង្គចង់មានបន្ទូលអញ្ចឹងទៅប្រាប់ពួកវាទៅថាអញគឺអញជាព្រះនៃអ៊ីស្រាអែលអញជាព្រះនៃយ៉ាកុបជាព្រះនៃអ៊ីសាក់ទៅប្រាប់គេទៅហើយពាក្យអញគឺអញនេះពនាមព្រះអង្គនៅក្នុងសញ្ញាចាស់គឺពាក្យពនាមព្រះអង្គយ៉ាវេពាក្យយ៉ាវេមានន័យថាព្រះដែលគង់នៅតែអង្គឯងអត់មាននរណាបង្កើតព្រះអង្គទេជាព្រះដែលគង់នៅមានវត្តមានគង់នៅតាំងពីអស់កាលជានិច្ចរហូតដល់អស់កាលជានិច្ចព្រះអង្គមានបន្ទូលពាក្យនេះទៅប្រាប់ម៉ូសេដើម្បីឲ្យម៉ូសេប្រាប់អ៊ីស្រាអែលថាព្រះអង្គគឺយ៉ាវេជាព្រះដែលគង់នៅតែអង្គឯងគ្មាននរណាបង្កើតព្រះអង្គហើយជាព្រះដែលគង់នៅអស់កាលជានិច្ចមើលម៉ូសេដោះសារនៅចំពោះព្រះអង្គនៅចំពុក4ខ1ហើយព្រះអង្គទ្រង់ឆ្លើយនៅចំពុក4ខ2រហូតដល់ខ9ម៉ូសេដោះសារនៅក្នុងចំពុក4ខ1ថាមើលគេនឹងមិនជឿទូលបង្គំឬស្ដាប់តាមទូលបង្គំទេគេនឹងថាព្រះយេហូវ៉ាមិនបានលេចមកឲ្យអ្នកទេអញ្ចឹងព្រះអង្គទ្រង់មានបន្ទូលតបថាតើមានអ្វីនៅដៃឯងលោកម៉ូសេទូលទៅព្រះអង្គថាទូលបង្គំមានដំបងហើយព្រះអង្គក៏ឲ្យម៉ូសេបោះដំបងទៅលើដីដំបងคล้ายជាពស់ជាទីសម្គាល់មួយហើយមួយទៀតព្រះអង្គថាបើគេមិនជឿទីសម្គាល់នឹងទេធ្វើទីសម្គាល់មួយទៀតយកដៃឯងទៅដាក់លើដើមទ្រូងដល់ម៉ូសេដាក់លើដើមទ្រូងដកមកវិញដៃคล้ายទៅជាឃ្លងសដោយហេមៈហើយក៏ដាក់ត្រឡប់ទៅវិញតាមបន្ទូលព្រះអង្គបានជាព្រះអង្គមានបន្ទូលថាបើគេមិនជឿទីសម្គាល់នឹងទេធ្វើទីសម្គាល់មួយទៀតយកទឹកពីទន្លេនីលមកប្រោះលើដីហើយទឹកនឹងคล้ายទៅជាឈាមម៉ូសេប្រឹងប្រកែកដោះសារជាមួយព្រះអង្គប៉ុន្តែព្រះអង្គមានបន្ទូលឆ្លើយទៅម៉ូសេព្រះអង្គចង់ប្រាប់ម៉ូសេឲ្យដឹងថាព្រះអង្គទ្រង់ជានរណាថាតើព្រះអង្គអាចធ្វើអ្វីបានខ្លះ
ព្រះអង្គទ្រង់ជានរណាហើយព្រះអង្គអាចធ្វើអ្វីបានខ្លះព្រះអង្គចង់ឲ្យម៉ូសេដឹងថាម៉ូសេអញជ្រាបពីសេចក្តីកំសោយឯងហើយអញដឹងថាឯងខ្សោយហើយប៉ុន្តែឯងត្រូវដឹងថាអញជាព្រះដែលធំលើសជាងការដោះសាររបស់ឯងអញជ្រាបពីសេចក្តីកំសោយរបស់ឯងដូច្នេះចូលទៅông ôn ơi về khai dương chụp sanhភាពដោយលោកម៉ូសេព្រះអង្គទ្រង់ប្រើយើងប៉ុន្តែយើងអត់ហ៊ានទៅយើងដោះសារយើងប្រកែកយើងចង់ពន្យល់ប្រាប់ព្រះអង្គពីភាពកំសោយដែលយើងមានចំណុចខ្វះខាតដែលយើងមានយើងអាចទូលទៅព្រះអង្គថាព្រះអង្គគេមិនស្ដាប់ទូលបង្គំទេពីព្រោះទូលបង្គំគ្រាន់តែជាក្មេងកំព្រាគេឮថាក្មេងកំព្រាគេមើលងាយគេអត់ស្ដាប់ទូលបង្គំទេព្រះអង្គអើយគេមិនស្ដាប់ទូលបង្គំទេបើគេដឹងថាទូលបង្គំជាស្ត្រីមេម៉ាយទំនៀមទម្លាប់ទូលបង្គំគេមើលងាយស្ត្រីមេម៉ាយគេមិនអោយតម្លៃទេដល់ទូលបង្គំទៅប្រាប់គេមិនកើតព្រះអង្គអើយទូលបង្គំនិយាយទៅគេមិនស្ដាប់ទូលបង្គំទេហើយគេនឹងនិយាយថាជឿព្រះខ្មែរមិនជឿទៅជឿព្រះអឺរ៉ុបជឿព្រះខ្មែរមិនជឿទៅជឿព្រះអាមេរិកាំងព្រះបារាំងយើងដោះសារប៉ុន្តែត្រូវដឹងថាព្រះអង្គជ្រាបពីការដោះសាររបស់យើងព្រោះព្រះអង្គធំជាងអ្វីទាំងអស់នៅក្នុងគម្ពីរភីលីបចំពុក4ខ13គម្ពីរចែងថាខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បានដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំបងប្អូនឃើញខ្ញុំអាចធ្វើគ្រប់ការទាំងអស់បានដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំបងប្អូនមានលុយដុល្លារសហរដ្ឋអាមេរិក In God we trust មានន័យថាក្នុងព្រះខ្ញុំទុកចិត្តឬយើងទុកចិត្តឬក៏យើងទុកចិត្តលើព្រះទាំងអស់ទុកចិត្តលើព្រះអាមេរិកលើព្រះមហាអំណាចប៉ុណ្ណឹងហើយបើសិនជាជនជាតិយើងធ្វើអីក៏ដោយពឹងលើព្រះដ៏មានប្រជាជនរស់មិនដឹងប្រទេសជាតិយើងយ៉ាងណាទេទុកចិត្តលើព្រះខ្ញុំអាចធ្វើគ្រប់ការទាំងអស់បានដោយសារព្រះទ្រង់ចម្រើនកម្លាំងដល់ខ្ញុំចំណុចចុងក្រោយហេតុអីបានព្រះអង្គទ្រង់អាចប្រើមនុស្សសាមញ្ញឲ្យធ្វើការវិសាមញ្ញចំណុចទី3ព្រោះទ្រង់ធំជាងឧបសគ្គរបស់យើងបងប្អូនឃើញនៅក្នុងនិខមណាំងចំពុក4ខ10រហូតដល់ខ12យើងមើលអ្វីជាឧបសគ្គរបស់ម៉ូសេនៅក្នុងចំពុក4ខ10ម៉ូសេទូលទៅព្រះយេហូវ៉ាថាអូព្រះអង្គម្ចាស់អើយទូលបង្គំជាអ្នកមិនសូវមានវោហាទេគឺតាំងតែពីដើមរៀងមកហើយឥឡូវនេះដែលទ្រង់មានបន្ទូលនឹងទូលបង្គំជាអ្នកបម្រើទ្រង់នោះក៏នៅតែគ្មានដដែលត្បិតទូលបង្គំមានមាត់រឹងហើយអណ្ដាតក៏ដំឡាន់ផងឧបសគ្គរបស់លោកម៉ូសេគឺអីអត់សូវមានវោហានិយាយឧបសគ្គរបស់ម៉ូសេគឺអ្វីមាត់នឹងមាត់រឹងហើយអណ្ដាតនឹងដំឡាន់និយាយអត់ច្បាស់យើងមើលឧបសគ្គមួយទៀតរបស់លោកម៉ូសេប្រទេសអេស៊ីបដែលព្រះជាម្ចាស់ត្រូវចាត់ឲ្យលោកទៅរំដោះជនជាតិហេប្រឺឬក៏អ៊ីស្រាអែលចេញពីទេសកលនៅទីនោះជាប្រទេសមួយជាខ្មាំងសត្រូវរបស់ផងលោកពីព្រោះអីលោករត់ចេញពីប្រទេសនឹងដោយសារគេរកតាមសម្លាប់លោកឲ្យលោកទៅប្រទេសដែលជាខ្មាំងសត្រូវវិញទៅពិបាកយ៉ាងណាហើយឧបសគ្គមួយទៀតលោកគិតឃើញអំពីជនជាតិហេប្រឺដែលមានជាង600,000នាក់ដឹកនាំជនជាតិប្រជាជាតិដែលមានជាង600,000នាក់បងប្អូនដឹងថាលំបាកប៉ុណ្ណាហើយឧបសគ្គមួយទៀតដែលធំដឹកនាំជនជាតិនេះហើយដែលមានជាង600,000នាក់នេះហើយឆ្លងកាត់សមុទ្រក្រហមជាសមុទ្រមួយធំមែនទែនមានបណ្ដោយរហូតដល់1920គីឡូម៉ែត្រហើយមានទទឹងកន្លែងខ្លះ208គីឡូម៉ែត្រកន្លែងខ្លះទៀត368គីឡូម៉ែត្រជម្រៅសមុទ្រក្រហមនេះអាចជ្រៅជាងគេមានរហូតដល់2196ម៉ែត្រមានន័យថាជម្រៅដែលជ្រៅជាងគេជាង2គីឡូ
Cháu mình thầm mà đà bóng ôn kết mơ vì chỉ ốp xã thông xâm rạp mô xế ốp xã mình thầm mà đà thế bọn này bọn tham mô xế từ mô xế vì pro anh thông trên ốp xã rồi bỏ anh bóng ôn mơ bọn chơi tọp nâu khăn kho đập mùi kho đập pi này cầm pi đi khem năng chụp bục buồn bọn mình tu nâng lột thả tại ơn nè na ban bằng kết một mà nu tại ơn nè na đã thưa oi cô rư có thlang oi plư rư có oi khoa bà mình men chị anh chị bây giờ bà tê rồi ấy bọn chẳng vì mình tu pra mô xê anh đó xa nó việc tra với vì cầm nát anh kết mối gì vì mình chỉ ba hành chân ọt miền mô hai chân nát đầm lăn chân một rừng chân bàn tay nè na bà kết một anh bọn chẳng ở dương thưa ca hút pi sầm mặt tập hiệp rồi bỏ dương sầm rạp nó cô truông bọn đầm râu ca pi giang tìm khuôn chia sạch hơi đập bằng cuộc dương pra pi mặt available and obedient be available and obedient tìm khuôn chia sạch hơi đập bằng cuộc truông nó thay đi xem trong su đó bom ồn à vậy chia ốp xã rồi bom ồn không ca chiều bẹt khai bịt phẹ kê mình rộp án khai ở phụng mà đài cắt cao cháu khai kê phát cháu chênh pi tùm liêm tùm ló xâm đô mùi tiền à vậy chia ốp xã rồi bom ồn không ca bom rời bẹt bom ồn khai thả thả vi ca ốp xã khi nhom cứ thả vi cả ốp xã khi nhom ăn miên diên chùm ni ốp xã khi nhom ca biên biên pi nét đào tây ốp xã khi nhom chùm ngư râu kia ốp xã khi nhom đi di mình chứ ba ốp xã khi nhom riêng mình sâu rằng hai mình sâu sát chỉ ốp xã sâu mơ prem tu bằng mình tu thành đèn ná bằng cơ ca thành ngon luôn bằng thông chiên ốp xã rồi bằng dương bạn chỉ nó không cùng pi Luca chùm bụng đập bay kho mà phay bằng pơ trên thả ca đel mình nút phơ mình cợt nút bẹt trung ai phơ cợt tiếng ớt miên ở vây mùi để bẹt trung phơ mình cợt nô tê ôi tại dưng sạp bằng quọt hơi tìm khuôn thoại bọn bạn chỉ nói thế này nè dưng riêng nó không bẹt bằng tu bọn ở dưng bạn đăng ông pi ca bay giang để bọn ai bày manu sa manh ở thưa ca vị sa manh bàn bày manu tôi tai ở thưa ca thom bàn tí mũi bọn thom chiên à tây tạ ca rồi bọc bằng dừng tí pi bọn thom chiên ca đo xa rồi bọc bằng dừng hơi tí bảy bọn thom chiên ốp xa rồi bọc bằng dừng xung bà tí thàn bây đa để con nộp thàn xuống con ọ con pri chim cha nộp ngày ní để con miền ốc ca chụp chung kia đầm bay sắc xa để bạn tu trung và người số bằng lực thực chất chui tu một công việc nhầm từ khi bạn to tiết khung ca đời chỉ mùi bong khung ca bầm rơi ca nghề trung con tu thoai khungประเนียม amen